លីហើយឡានមួយទឹកនេះជាម៉ាករថយន្តដំបូងបំផុតកម្ពុជាអ្នកផលិតផ្ទាល់លក់ជូនពលរដ្ឋក្នុងតម្លៃធូរថ្លៃអាចចាត់ទុកថាជាដំណឹងដ៏រីករាយសម្រាប់ប្រជាជនកម្ពុជានៅពេលនេះដែលមានលទ្ធភាពក្នុងការផលិតរថយន្តដោយខ្លួនឯងនិងលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃធូរថ្លៃសមរម្យដើម្បីកាត់បន្ថយការនាំចូលរថយន្តមួយទឹកម៉ាករថយន្តដំបូងបំផុតដែលនឹងមើលបើកទំព័រប្រវត្តិសាស្ត្រនៅកម្ពុជាគឺ GTV Motor នេះបើតាមប្រព័ន្ធ Facebook GTV Motor Cambodia អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះតម្លៃសម្រាប់ប្រជាជនកម្ពុជាគឺត្រឹមតែ $19,999 រីឯតម្លៃសម្រាប់ជនបរទេស $26,900 បន្ថែមលើពីនេះប្រសិនបើកក់ចាប់ពីពេលនេះតទៅនឹងទទួលបាននៅអត្ថប្រយោជន៍ដូចជាទី1កក់ 1,000 រៀលនឹងទទួលបានការបញ្ចុះតម្លៃ $1,000 ទី2ប្រាក់លើកទឹកចិត្តក្នុងការរងចាំ $10 ក្នុងមួយថ្ងៃរហូតដល់ថ្ងៃប្រកួតរថយន្តទី3ធានា10ឆ្នាំឬស្មើនឹង200,000 គីឡូម៉ែត្រទី4គ្រឿងបន្លាស់ពីរោងចក្រផ្ទាល់និងធានាជូនជួសជុលរយៈពេល12ម៉ោងទី5ទទួលទិញរថយន្តត្រឡប់មកវិញក្នុងអត្រាតម្លៃខ្ពស់ទី6ចូលរួមកម្មវិធីនានារបស់ GTV ទី7ចូលរួមគម្រោងមូលនិធិកុមារ$1 លានទី8ដំណើរទស្សនកិច្ចរោងចក្រនិងវិទ្យាសាស្ត្រវិស្វកម្មយានយន្តនៅក្រៅប្រទេសសូមជម្រាបថាស្របពេលជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ចនិងកំណើននៃការប្រើប្រាស់រថយន្តនៅកម្ពុជាបានជំរុញឲ្យក្រុមហ៊ុន GTV Motor Co Ltd វិនិយោគបើកដំណើរការដំឡើងរោងចក្រនៅកម្ពុជាដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកនិងជំរុញឲ្យតម្លៃរថយន្តកាន់តែទាបកញ្ញាសយបេនលីលីប្រធានផ្នែកហិរញ្ញវត្ថុនិងជាអនុប្រធានគ្រប់គ្រងទូទៅបានឲ្យដឹងថាក្រុមហ៊ុន GTV Motor Co Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2022ផ្ដោតលើការអភិវឌ្ឍរថយន្តដែលមានម៉ាកយីហោផ្ទាល់ខ្លួនរបស់កម្ពុជាហើយបដិញ្ញានាំយកផលិតផលរថយន្តដែលមានគុណភាពខ្ពស់និងបទពិសោធន៍សេវាកម្មខ្ពស់ជូនអតិថិជនប្រើប្រាស់ GTV Motor គឺជាគម្រោងរថយន្តរបស់កម្ពុជាដែលបង្កើតឡើងក្នុងគោលបំណងដឹកនាំអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនិងជាមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មរថយន្តក្នុងស្រុក GTV Motor ត្រូវបានអនុម័តរួមគ្នាដោយក្រសួងស្ថាប័នចំនួន6រួមមានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកទេសនិងនាវានុវត្តន៍ជាដើមមានទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ2ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលរោងចក្រដំឡើងរថយន្តនេះនឹងចាប់ផ្ដើមបើកដំណើរការដំបូងដំឡើងរថយន្តចាប់ពីដើមឆ្នាំ2024ដោយដំឡើងនៅរថយន្តប្រភេទ5 model ដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យសម្រាប់ពលរដ្ឋកម្ពុជាគ្រប់លំដាប់មានលទ្ធភាពទិញរថយន្តថ្មីប្រើប្រាស់កំណើនរបស់ GTV Motor គឺជាការចាប់ផ្ដើមនៃដំណើរការចម្រុះសម្រាប់ម៉ាករថយន្តជាតិហើយត្រូវបានកោតសរសើរឥតឈប់ឈរថាមានមោទនភាពរបស់ជាតិប្រជាជនអាចបើករថយន្តម៉ាកជាតិដែលកាន់តែស័ក្តិសមនៅតម្លៃនិងគុណភាព GTV Motor គឺជារោងចក្រដំឡើងនិងនាំចេញរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាក្រុមហ៊ុនរបស់អាល្លឺម៉ង់នៅអាស៊ីផងដែររោងចក្រប្រភេទថ្មីនេះគ្របដណ្ដប់លើផ្ទៃដី 10,000 ម៉ែត្រការ៉េដែលមានសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ទៅ 35,000 គ្រឿងក្នុងរយៈពេល2ឆ្នាំកន្លងមកនេះ GTV Motor ដែលតែងផ្ដោតនិងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកែច្នៃបច្ចេកវិទ្យាដោយបង្កើតបានវិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិករថយន្ត GTV AERI ដែលវិទ្យាស្ថានទាំងនោះមាននៅក្នុងប្រទេសកម្ពុជាអាល្លឺម៉ង់ចិនជប៉ុននិងសហបុរីដែលនេះជាកត្តាប្រវត្តិសាស្ត្រមួយឈានដល់ការបង្កើតនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍ R&D ដោយហេតុដូច្នេះហើយធ្វើឲ្យ GTV Motor បានបង្កើនដោយជោគជ័យនៅ model ដែលមានគុណភាពខ្ពស់មានប្រភេទដូចជា Pick-up SUV Sedan MPV S និង Truck ជាដើមកញ្ញាបេលីលីបានឲ្យដឹងទីថាក្រុមហ៊ុន GTV Motor នឹងបន្តរីកចម្រើនក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកនៅកម្ពុជាហើយ GTV បានរួមសហការជាមួយនឹងវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជាសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅក្នុងទីក្រុងឆុងឈិងប្រទេសចិនវិទ្យាស្ថាននេះមានគោលបំណងធ្វើការសិក្សាលើបច្ចេកវិទ្យានិងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍឧស្សាហូបនីយកម្មរថយន្តកម្ពុជាបច្ចុប្បន្នវិទ្យាស្ថានបាននឹងកំពុងចាប់ផ្ដើមជ្រើសរើសនិស្សិតថ្នាក់អនុបណ្ឌិតដើម្បីចូលសិក្សាការអភិវឌ្ឍរថយន្តម៉ាកយីហោដោយខ្លួនឯងរបស់កម្ពុជាមិនត្រឹមតែជំរុញ
ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តក្នុងស្រុកទេប៉ុន្តែថែមទាំងផ្ដល់នូវកម្លាំងជំរុញរុញច្រានឲ្យខ្លាំងក្លាសម្រាប់ការផ្លាស់ប្ដូរនិងការធ្វើឲ្យប្រសើរឡើងនៅឧស្សាហកម្មរថយន្តផងដែរតាមរយៈការពង្រឹងការស្រាវជ្រាវនិងការអភិវឌ្ឍនិងការកសាងយីហោវាបានធ្វើឲ្យប្រសើរឡើងនៅការប្រកួតប្រជែងនិងឥទ្ធិពលស្នូលរបស់ខ្លួននិងបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មរថយន្តកម្ពុជានៅពេលអនាគតម៉ាករថយន្តឯករាជ្យរបស់កម្ពុជានឹងដើរតួនាទីឈានមុខគេក្នុងវិស័យឧស្សាហកម្មនិងជំរុញឲ្យការអភិវឌ្ឍឧស្សាហកម្មផលិតកម្មនិងខ្សែសង្វាក់ឧស្សាហកម្មទាំងមូលរបស់កម្ពុជាឲ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត